ស្រឡាញ់ប្រាប់គេទៅមានអ្វីត្រូវខ្លាចបើគ្រាន់តែយើងនិយាយពាក្យស្រឡាញ់ប្រាប់ចំពោះមនុស្សដែលយើងស្រឡាញ់ព្រោះការពិតរឿងដែលយើងគួរឲ្យខ្លាចគឺការកុហកចំពោះមនុស្សម្នាក់ដែលយើងស្រឡាញ់ទៅវិញទេព្រោះមនុស្សពេលដែលយើងកុហកគេយើងក៏បានកុហកខ្លួនឯងមុនគេទៅទៀតនៅពេលយើងស្អប់នរណាម្នាក់យើងមិនខ្លាចក្នុងការនិយាយប្រាប់អ្នកដទៃថាយើងស្អប់គេពេលខ្លះយើងហ៊ាននិយាយដោយមិនញញើតមាត់នៅពីក្រោយខ្នងរបស់គេនិងនៅចំពោះមុខមនុស្សជាច្រើនប៉ុន្តែពេលដែលយើងលួចស្រឡាញ់នរណាម្នាក់កុំថាឡើយឲ្យទៅនិយាយនៅក្រោយខ្នងប្រាប់មនុស្សជាច្រើននោះសូម្បីតែនិយាយប្រាប់ដល់មនុស្សតែម្នាក់ដែលខ្លួនលួចស្រឡាញ់នឹងក៏យើងពិបាកនឹងនិយាយចេញមកដែរពេលខ្លះគ្រាន់តែពាក្យស្រឡាញ់មនុស្សម្នាក់យើងត្រូវខំប្រឹងលាក់ពាក្យនេះទុកក្នុងចិត្តរាប់ឆ្នាំហើយពេលខ្លះទៀតក៏គ្មានទាំងឱកាសអាចនិយាយឲ្យគេបានដឹងផងបើយើងជាមនុស្សប្រុសការសារភាពពាក្យស្នេហ៍ចំពោះមនុស្សស្រីដែលខ្លួនស្រឡាញ់វាមិនមែនជាការពិបាកខ្លាំងណាស់ណាទេក៏ប៉ុន្តែសម្រាប់មនុស្សស្រីវិញគឺវាពិបាកខ្លាំងណាស់ដែលត្រូវទៅនិយាយប្រាប់មនុស្សប្រុសម្នាក់ថាខ្លួនបានលួចស្រឡាញ់គេវាពិតជាគួរឲ្យខ្លាចណាស់ខ្លាចចំពោះលក្ខខណ្ឌប្រពៃណីខ្លាចចំពោះផ្នត់គំនិតដែលយើងប្រកាន់មកជាយូរថាមនុស្សស្រីមិនសមនឹងនិយាយសារភាពក្តីស្រឡាញ់ប្រាប់ដល់មនុស្សប្រុសមុនឡើយមានមនុស្សស្រីមិនច្រើនទេដែលមានភាពក្លាហានហ៊ានធ្វើរឿងទាំងអស់នេះមនុស្សស្រីមិនច្រើនទេដែលហ៊ាននិយាយពាក្យស្រឡាញ់ប្រាប់ដល់មនុស្សប្រុសដែលខ្លួនស្រឡាញ់ហើយជាទូទៅវាគឺជារឿងខកបំណងសម្រាប់មនុស្សស្រីជាច្រើនដោយសារតែនាងត្រូវបានឆ្លើយបដិសេធយ៉ាងគួរសមពីបុរសដែលនាងស្រឡាញ់សម្រាប់មនុស្សស្រីវិញទោះបីជាខ្លួននិយាយថាទេចំពោះការស្នើសុំរបស់ភាគីបុរសប៉ុន្តែវាមិនមានន័យថា 0% នោះទេចឹងហើយណាស់មនុស្សស្រីមានចិត្តគិតគ្រាន់តែមិនទាន់ច្បាស់លាស់ហើយជាទូទៅមនុស្សស្រីនៅតែផ្ដល់ឱកាសនិងទុកពេលវេលាឲ្យមនុស្សប្រុសនោះដដែលប៉ុន្តែមនុស្សប្រុសគឺមិនដូចគ្នាទេពីព្រោះមនុស្សប្រុសនឹងមិនឆ្លើយបដិសេធដោយត្រង់ចំពោះមនុស្សស្រីឡើយគេអាចនិយាយបដិសេធចំពោះមនុស្សស្រីដោយការប្រើពាក្យល្អសមរម្យហើយពាក្យខ្លះវាថែមទាំងធ្វើឲ្យមនុស្សស្រីកាន់តែពិបាកដកចិត្តនិងពិបាកបំភ្លេចទៀតផងក៏មានដែរយ៉ាងណាក៏ដោយធម្មជាតិជាមនុស្សមិនថាជាស្រីឬជាប្រុសគ្រប់គ្នាកើតមកជាមួយបេះដូងមួយចេះមានអារម្មណ៍ស្រឡាញ់ស្អប់ចេះមានតម្រូវការចង់ទទួលបានការយល់ចិត្តគឺអ្វីទាំងអស់នេះហើយដែលគ្រប់គ្នាមានមកជាមួយតាំងពីចាប់កំណើតមកម្ល៉េះចុះហេតុអ្វីយើងមិនអាចនិយាយបានបើគ្រាន់តែយើងគឺជាមនុស្សស្រីបើយើងមិនអាចនិយាយចេញមកវាដូចជាយើងកំពុងតែធ្វើបាបខ្លួនឯងហើយគ្រាន់តែពាក្យថាស្រឡាញ់សោះតើវាមានអ្វីដែលមិនល្អទៅព្រោះគ្រប់គ្នាទាំងអស់សុទ្ធតែមានជីវិតមកដោយសារមានក្តីស្រឡាញ់ទេតាមានតែការនិយាយចេញនៅការពិតប៉ុណ្ណោះដែលធ្វើឲ្យយើងលែងមានអារម្មណ៍គិតច្រើនហើយក៏មិនចង់ខាតពេលវេលាយកទៅគិតលើរឿងដែលវាគួរតែបញ្ចប់ដោយសារខ្ញុំមិនដឹងថាខ្លួនឯងអាចមានជីវិតរស់នៅបានយូរប៉ុណ្ណាទេដូច្នេះទើបខ្ញុំតែងតែផ្ដល់ការគោរពចំពោះខ្លួនឯងជានិច្ចខ្ញុំត្រូវតែគោរពចំពោះបេះដូងនិងទឹកចិត្តដ៏ល្អរបស់ខ្លួនឯងគ្រប់ពេលបើខ្ញុំមានពាក្យសម្ដីល្អៗដើម្បីប្រាប់ដល់នរណាម្នាក់នោះខ្ញុំប្រកាសជានិយាយចេញមកហើយខ្ញុំគ្រាន់តែចង់និយាយនៅពាក្យសម្ដីដែលមាននៅក្នុងចិត្តខ្ញុំនិយាយឲ្យចេញជាសំឡេងមកក្រៅព្រោះខ្ញុំគិតថាបើខ្ញុំលែងមានដង្ហើមដកទៅទៀតនោះពាក្យសម្ដីទាំងឡាយរបស់ខ្ញុំនឹងគ្មាននរណាម្នាក់អាចនិយាយជំនួសខ្ញុំបានឡើយគ្មាននរណាម្នាក់បានដឹងថាខ្ញុំកំពុងគិតអ្វីចង់និយាយអ្វីហើយក៏គ្មាននរណាបានដឹងថាពាក្យក្នុងចិត្តខ្ញុំសំខាន់ប៉ុណ្ណាដែរនេះជាមូលហេតុដែលខ្ញុំតែងតែនិយាយគឺនិយាយអ្វីដែលខ្ញុំគិត
ជាធម្មតារាល់ពេលដែលខ្ញុំបាននិយាយនៅពាក្យក្នុងចិត្តចេញមកក្រៅវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងច្រើននិងអាចដកដង្ហើមបានយ៉ាងស្រួលខ្ញុំមិនខ្វល់ពីចម្លើយឆ្លើយតបបែបណានោះទេពីព្រោះទោះជាចម្លើយបែបណាក៏ដោយក៏វាមិនទាក់ទងនឹងអ្វីដែលខ្ញុំចង់និយាយដែរខ្ញុំខ្លាចថាវិប្បដិសារីមួយនឹងកើតមានឡើងចំពោះរូបខ្ញុំនៅថ្ងៃខាងមុខប្រសិនបើខ្ញុំមិនបាននិយាយនៅអ្វីដែលខ្ញុំគិតចង់និយាយអ្នកខ្លះគេមានរឿងជាច្រើនដែលចង់និយាយប៉ុន្តែគេបែរជាមិនហ៊ានហើបមាត់និយាយទៅវិញព្រោះគេខ្លាចខ្លួនគេត្រូវរងការខកបំណងពេលដែលត្រូវគេបដិសេធសម្រាប់ខ្ញុំវិញដោយសារតែខ្ញុំប្រកាសក្នុងចិត្តថាខ្ញុំមិនបានដាក់ការរំពឹងចំពោះអ្វីដែលខ្ញុំធ្វើនោះទេខ្ញុំមិនរំពឹងថាគេនឹងយល់ព្រមហើយខ្ញុំរឹតតែមិនខ្លាចនឹងទទួលចំពោះចម្លើយបដិសេធអ្វីទាំងអស់គោលបំណងតែមួយគត់គឺខ្ញុំគ្រាន់តែចង់និយាយពាក្យដែលមាននៅក្នុងចិត្តឲ្យគេបានដឹងតែប៉ុណ្ណោះចុងក្រោយប្រសិនបើយើងមាននៅក្តីស្រឡាញ់ចំពោះនរណាម្នាក់ហើយចង់និយាយពាក្យនេះឲ្យគេបានដឹងឬក៏គ្រាន់តែចង់និយាយពាក្យថាអរគុណចំពោះទង្វើល្អដែលគេបានធ្វើលើយើងឬក៏គ្រាន់តែចង់និយាយពាក្យសុំទោសចំពោះកំហុសឆ្គងដែលយើងបានធ្វើលើនរណាម្នាក់យើងពិតជាអាចនិយាយបានហើយនិយាយដោយមិនចាំបាច់ត្រូវមានអារម្មណ៍ភ័យខ្លាចព្រួយបារម្ភអ្វីទាំងអស់យើងគ្រាន់តែត្រូវតាំងចិត្តឲ្យល្អដកដង្ហើមវែងៗសម្រួលអារម្មណ៍ឲ្យស្រស់ថ្លារួចហើយក៏ចាប់ផ្ដើមនិយាយចេញមកក្រៅពីនោះគឺត្រូវមានចិត្តសប្បាយរីករាយត្រូវអបអរចំពោះខ្លួនឯងដែលហ៊ានធ្វើរឿងទាំងអស់នេះវាជារឿងធម្មតាបំផុតប៉ុន្តែវាមានតម្លៃនិងខ្លឹមសារសម្រាប់ជីវិតយើងកុំខ្វល់ថាអ្នកដទៃគិតបែបណាចំពោះយើងប៉ុន្តែបែបនេះគឺមានន័យថាយើងបានផ្ដល់តម្លៃនិងការគោរពចំពោះខ្លួនឯងព្រោះថាយើងអាចគោរពនិងឲ្យតម្លៃដល់អ្នកដទៃបានក៏ដោយសារយើងមានតម្លៃនិងមានការគោរពដែលចេញពីខាងក្នុងខ្លួនឯងជាមុនសិន